Hello អ្នកនរគ្នាមិញក្រាស់មកទៀតអីហើយរៀងបាត់មុខយូរទៅអីព្រោះអត់មានតាណាទេដោយសារតែនៅជាប់លេង server អញ្ចឹងគឺខ្ញុំលេង server Rahu SMP មួយមិត្តភ័ក្តិរបស់ខ្ញុំហើយបើសិនជាអ្នកនរគ្នាចង់លេងអី IP server និងport server ខ្ញុំដាក់នៅលើវីដេអូហ្នឹងហើយចាំចូលលេងទៅបានគ្នាអញ្ចឹងហ្នឹងគឺយើងមកនិយាយអំពីអាវុធមួយដែលខ្លាំងមែនទែននៅក្នុង Minecraft អញ្ចឹងអ្នកនរគ្នាប្រកាសជាដឹងហើយថាអាវុធអីគេអាវុធនោះគឺជាមេឃអញ្ចឹងមេឃគឺជាអាវុធដ៏ខ្លាំងក្លាមែនទែននៅក្នុង Minecraft ដើម្បីយើងចេះប្រើវាគឺថាវាអាចបង្កគ្រោះថ្នាក់ទៅដល់គេផ្សេងច្រើនមែនទែនចឹងអាវុធមួយនោះបើសិនជាយើងប្រើវាធម្មតាគឺវាមិនសូវជាបង្កគ្រោះថ្នាក់ទេក៏ប៉ុន្តែបើសិនជាយើងប្រើវា combo ជាមួយនឹងអាវុធផ្សេងទៀតគឺថាហានិភ័យអូខេអញ្ចឹងដូចជាបានដឹងស្រាប់ហើយបើសិនជាយើងចេះ combo វាជាមួយនឹងអាវុធផ្សេងទៀតគឺថាវាមានហានិភ័យមែនទែនមិនត្រឹមតែហានិភ័យចំពោះគេហានិភ័យចំពោះយើងផងដែរព្រោះបើសិនជាយើងធ្វើប្រហែសយើងអាចនឹងបាក់កអញ្ចឹងទៅគេតោះឥឡូវយើងមកនិយាយអំពី combo ដែល player ពេញនិយមលេងជាមួយនឹងមេះជាមួយនឹងអាវុធជាមួយនឹងរបស់អីអញ្ចឹងទៅដែលគេពេញនិយមលេងអញ្ចឹង combo ទី1គឺ combo ធម្មតាទេគឺអត់មានអីពិបាកទេគឺ combo មេះជាមួយនឹង pin charge ធម្មតាហ្នឹងឯងជាងគាត់តែ load pin charge មកហើយយើងកាន់មេះមកយើងដំមក combo ហ្នឹង combo ធម្មតាហើយអាហ្នឹងគឺទូទៅឯងណាគេចេះលេងដែរបើចេះលេងទេលុប game ចោលទៅអត់មានអីពិបាកទេហើយយើងមកចូល combo មួយទៀតអញ្ចឹង combo មួយហ្នឹងគឺយើងអាចប្រើវាជាមួយនឹង ender pearl អាហ្នឹងគេហៅថា pearl catch អញ្ចឹង combo មួយហ្នឹងគឺយើងគប់ ender pearl ហើយយើងគប់ pin charge ឡើងទៅលើឲ្យប៉ះគ្នាទៅអញ្ចឹងយើងនឹង teleport ទៅលើហើយនៅពេលដែលយើងធ្លាក់មកវិញយើងកាន់មេះដំទៅកាន់ enemy មកអាហ្នឹងគឺជា combo pearl catch ហ្នឹងឯងតែយើងប្រើវាជាមួយនឹង ender pearl អញ្ចឹង combo មួយហ្នឹងគឺវាមិនមែនស្រួលធ្វើមកទេព្រោះដោយសារតែយើងគប់ win charge ទៅគឺវាអត់ងាយត្រូវជាមួយនឹង ender pearl ទេព្រោះយើងចេះលេងវាស្ទាត់ក៏មិនដែរ combo ហ្នឹងគឺគេពេញនិយមប្រើមែនតើមិនថា PP មេះ PP ធម្មតាទេគេប្រើរត់ប្រើអីចឹងទៅហើយ combo ទី3នោះគឺយើង combo វាជាមួយនឹង spear អាវុធដែលខ្ញុំ combo ជាមួយនឹង spear ហ្នឹងគឺខ្ញុំបានធ្លាប់បង្ហាញច្រើនមកហើយដូចជាក្បាច់លំពេងបកក្រោយអញ្ចឹងទៅក៏ប៉ុន្តែថ្ងៃនេះគឺយើងមាន combo ច្រើនចូលគ្នា combo ដែលគេពេញនិយមប្រើជាមួយនឹងមេះ combo spear ទី1នេះគឺយើងយក spear ទៅជាចងាយវាយរបស់មេះឥឡូវយើងចុចវាយដូរទៅកាន់មេះមកគឺមេះរបស់យើងគឺវាយបានឆ្ងាយជាងមុនអូខេឥឡូវយើងហក់មួយមកយើងកាន់spearមកយើងចុចវាយដូរទៅកាន់មេះមកបន្ទាប់ពីយើងប្រើ combo spear ដើម្បីយកវាធ្វើជាចងាយក្នុងការវាយឥឡូវយើងមកប្រើ combo spear ជាមួយនឹង line វិញម្ដងរាញខ្ញុំវាយទៅកាន់គោលដៅទី1គោលដៅទី2របស់ខ្ញុំនៅរីឆ្ងាយអញ្ចឹងគឺខ្ញុំទៅកាន់ដាស់ទៅកាន់គោលដៅទី2ហើយយើងប្រើជាមួយនឹង line របស់ spear គឺយើងប្រើជាមួយនឹង line របស់ spear ដើម្បីដាស់ទៅកាន់គោលដៅទី2ដែលនៅឆ្ងាយពីយើងអញ្ចឹងទៅតើឥឡូវបន្ទាប់ពីយើងដឹង combo line ហើយឥឡូវយើងមកមើល combo មួយទៀតគឺ combo ដែលភាគច្រើនគឺគេថាបាក់លេង combo ដែលបាក់លេងគឺ combo មេជាមួយនឹង Electra បើសិនជាយើងចេះលេងនេះគឺខ្លាចជាបុគ្គលគ្រោះថ្នាក់អីចឹង combo មេជាមួយ Electra វាមាន2យើងប្រើមេជាមួយនឹង Electra ធម្មតាហើយមួយទៀតគឺយើងប្រើមេជាមួយ Electra ហើយជាមួយ Rocketឥឡូវខ្ញុំមកបង្ហាញអំពីការប្រើមេជាមួយនឹង Electra ធម្មតាវិញតែយើងប្រើមិនណាចឹងយើងធ្វើការហក់ win charge មកយើងពាក់ស្លាបទៅតទៅទៀតយើងហោះទៅកាន់ enemy ដែលយើងចង់វាយបន្ទាប់ពីដល់ហើយយើងដូរពីពាក់ស្លាបមកពាក់អាក្រោះដូរទៅកាន់មេះហើយយើងវាយយកតែម្ដងអូខេឥឡូវមើលសាមីមួយពាក់ស្លាបហោះទៅដូរទៅកាន់មេះវាយយកតែម្ដងអូខេចឹងគឺវាមានមួយទៀតឥឡូវយើងវាយទៅកាន់ player ធម្មតាមួយមកហើយយើងដូរទៅស្លាបវិញហើយយើងហោះទៅកាន់ player ដែលនៅឆ្ងាយពីនឹងទៀតចឹង combo អាវុធគ្រោះថ្នាក់ដែលខ្ញុំលើកមកនិយាយថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេវាអាចនឹងមាន combo អីផ្សេងច្រើនទៀតណាក៏ប៉ុន្តែអាចខ្ញុំអត់ដឹងអីចឹងទៅចឹងបើសិនអ្នកនរគ្នាដឹងកុំភ្លេចជួយប្រាប់មកហើយរៀនលេងវាបន្ថែមទៅដើម្បីយកទៅវាយគ្នាវាយអីចឹងទៅខ្ញុំគឺថាចេះតែប៉ុណ្្នឹងទេគឺអត់ចេះច្រើនទៀតទេហើយកំពុងតែរៀនលេងដូចគ្នាដែរអូខេហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយមុនទៅសូមភ្លេចជួយចុច sub មួយផងចុច subscribe អូខេ